សូមស្វាគមន៍មកកាន់វគ្គតម្រង់ទិសនៃកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជាដែលហៅកាត់ថា APEC 2026 ខ្ញុំលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងអស់បង្ហាញថាបាត់ត្រូវការអ្វីដើម្បីឲ្យខាងក្រុមការងាររបស់ CGCC ក៏ដូចជា Maybank កំណត់ពីតម្រូវការហើយយើងនឹងទៅរកធនធានដើម្បីមកដល់ជូនម្ចាស់អាជីវកម្មទាំងអស់ឯកតាមតម្រូវការនេះកម្មវិធីកសាងសមត្ថភាពនេះគឺជាកិច្ចការមួយដែលយើងបន្តធ្វើទៅមុខទៀតដើម្បីធានាថាលោកស្រីអាចមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុឲ្យបានច្រើនជាងមុននិងជោគជ័យសំខាន់នឹងជោគជ័យទាំងអស់គ្នាណាតាមពិតទៅ CGC យើងគឺជាសហគ្រាសសាធារណៈដែលបានបង្កើតឡើងដោយរដ្ឋของក្រសួងសេដ្ឋកិច្ចដែលបច្ចេកទេសតើនីតិវិធីនៅក្នុងការវាយតម្លៃដើម្បីទទួលបានអនុទានពីធនាគារយើងត្រូវពិនិត្យមើលទៅលើលក្ខខណ្ឌទីខ្លះបាទprogram initiative of CGCC ដែលយើងហៅជាភាសាខ្មែរគឺកម្មវិធីកសាងសមត្ថភាពសហគ្រិនសម្រាប់របស់ CGCC ចា៎សម្រាប់ទទួលបានការធានាពី CGCC យើងតម្រូវឲ្យមានការឆែកនៅប្រវត្តិអាជីវកម្មរបស់គាត់ហើយប្រវត្តិអាជីវកម្មយើងអាចឆែកបានពីរបៀបទី1គឺសម្រាប់ម្ចាស់អាជីវកម្មគាត់ជំរាបសួរនេះខ្ញុំឈ្មោះលីកំលេងជាស្ថាបនិកនៃអាជីវកម្ម GI Express ដែលយើងមានសេវាបញ្ញាពីក្នុងទៅក្រៅប្រទេសតាមរយៈយន្តហោះកប៉ាល់និងតាមរយៈឡានដឹកខ្ញុំបាទឈ្មោះប៉ែនសាវ៉ាន់មកពីសេវាកម្មផ្គត់ផ្គង់ទឹកស្អាតព្រែករាំងខេត្តកំពង់ឆ្នាំងចា៎ជំរាបសួរនាងខ្ញុំថុចសុគន្ធាជាម្ចាស់សិប្បកម្មផលិតមីបន្លែម៉ែដាំដែលយើងផលិតមី4រសជាតិល្ពៅត្រាវដំឡូងនិងគូឆាយខ្ញុំចង់ចូលរួមកម្មវិធី APEC របស់ CGCC ដោយសារខ្ញុំសម្លឹងឃើញថាការដែលខ្ញុំបានចូលរួមនឹងមានផលប្រយោជន៍ទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុដល់ពេលមិត្តភ័ក្តិរបស់ខ្ញុំគាត់ share link មកក៏ខ្ញុំចាប់អារម្មណ៍ហើយខ្ញុំឃើញថាខ្ញុំចង់ដឹងថាតើ EPIC ហ្នឹងបានផ្ដល់តាក់ទងជាមួយនឹងជាការ training ការបណ្ដុះបណ្ដាលអីគេខ្លះគាត់មិនត្រឹមតែជាកម្មវិធីណែនាំពីកម្មវិធីថានឹងមានអ្វីខ្លះទេថែមទាំងឲ្យអ្នកចូលរួមនឹងមានឱកាសផ្ដល់មតិយោបល់ដើម្បីបញ្ចេញបានថាខ្លួនឯងនឹងចង់រៀនអីហើយបានប្រាប់ទៅវាគ្មិនដើម្បីឲ្យវាគ្មិននឹងរៀបចំចាត់ចែងទៅនឹងគោលបំណងរបស់ម្ចាស់អាជីវកម្មដែលគាត់កំពុងតែត្រូវការខ្ញុំរំពឹងទុកខ្ពស់ពីព្រោះខ្ញុំគិតថា EPIC នឹងរៀបចំហើយនឹងស្វាស្វែងជួយរកអ្នកដែលជំនាញហើយនឹងមកបណ្ដុះបណ្ដាលទៅដល់សហគ្រិនរបស់យើងដែលនៅចំណុចខ្វះខាតដែលយើងបានលើកឡើងនៅក្នុងថ្ងៃនេះខ្ញុំឃើញថាគម្រោងរបស់ EPIC នេះធ្វើឡើងដើម្បីជ្រោងសេដ្ឋកិច្ចរបស់កម្ពុជាបាទអញ្ចឹងពេលដែលខ្ញុំមកនេះហើយខ្ញុំត្រឡប់ទៅវិញទៀតខ្ញុំនឹងយករឿងនេះទៅប្រាប់កូនចៅផ្សព្វផ្សាយគាត់ដើម្បីឲ្យគាត់មានគំនិតមួយដើម្បីចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់ខ្មែរយើងនឹងឲ្យវារឹងមាំ